ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះរៀងចម្លែកបន្តិចដោយសារតែខ្ញុំធ្វើវីដេអូបង្ហាញអំពីការថតសត្វស្លាបនៅពេលយប់ដោយសារតែរាល់ដងគឺខ្ញុំធ្វើវីដេអូបង្ហាញអំពីការថតសត្វស្លាបនៅពេលថ្ងៃចំណែកសត្វស្លាបមួយនេះគឺមានឈ្មោះថាសត្វពព្លាក់ចង់សត្វពព្លាក់ចង់នេះគឺជាសត្វស្លាបមួយប្រភេទដែលខ្ញុំឃើញវារកស៊ីនៅពេលយប់និងចំណែកនៅពេលថ្ងៃគឺវាដេកដោយសារតែពេលថ្ងៃគឺវានៅបន្លំជាមួយនឹងមជ្ឈដ្ឋានធម្មជាតិដូចជាស្លឹកឈើងាប់ជាដើមគឺយើងពិបាកនឹងរកវាថតសម្រាប់ការបង្ហាញវត្តមាននៅបឹងព្រៃលពៅនេះគឺវាបង្ហាញវត្តមាននៅពេលយប់ចាប់ពីម៉ោង9ម៉ោង10ទៅគឺខ្ញុំចាប់ផ្ដើមចេញនឹងថតវាដែរដោយសារតែចង់បានរូបភាពសត្វស្លាបបង្ហាញដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់អំពីសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រៃលពៅក៏ដូចជាសត្វស្លាបផ្សេងទៀតដើម្បីឲ្យបងប្អូនបានស្គាល់ថានៅក្នុងប្រទេសកម្ពុជារបស់យើងគឺនៅមានសត្វស្លាបជាច្រើនប្រភេទនិងប្លែកហើយថ្ងៃនេះគឺខ្ញុំមានតែវីដេអូខ្លីទេដើម្បីបង្ហាញជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមអរគុណច្រើន